រីគ្រប់លក្ខជាប្រាសាទដែលមានអាយុកាលចំណាស់មួយដែលស្ថិតនៅក្នុងភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាឮខេត្តកណ្ដាលដើម្បីទៅដល់ប្រាសាទស្រីគ្រប់លក្ខបានអ្នកធ្វើដំណើរត្រូវធ្វើដំណើរចេញពីភ្នំពេញចម្ងាយប្រមាណជា30គីឡូម៉ែត្រពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រាសាទស្រីគ្រប់លក្ខអ្នកធ្វើដំណើរត្រូវបន្តធ្វើដំណើរទៅកាន់ប្រាសាទស្រីគ្រប់លក្ខនៅលើដងផ្លូវមហាវិថីមិត្តភាពភ្នំពេញបន្ទាប់មកអ្នកធ្វើដំណើរត្រូវបន្តដំណើរនៅលើផ្លូវ130ធ្វើដំណើរឆ្លងកាត់ភូមិធំនិងព្រៃពង្ររបស់ខេត្តកណ្ដាលនោះអ្នកនឹងឃើញខ្លោងទ្វារច្រកចូលទៅកាន់ប្រាសាទនោះតែម្ដងហើយបន្ទាប់មកអ្នកធ្វើដំណើរត្រូវបន្តដំណើរចូលទៅក្នុងខ្លោងទ្វារវត្តប្រមាណជា500ម៉ែត្រអ្នកនឹងឃើញនៅផ្លូវមួយជិះទៅកាន់ប្រាសាទស្រីគ្រប់លក្ខអ្នកធ្វើដំណើររហូតទៅដល់ចង្កេះភ្នំបាសិទ្ធនោះអ្នកនឹងឃើញទីតាំងរបស់ប្រាសាទនេះតែម្ដងប្រាសាទស្រីគ្រប់លក្ខត្រូវបានកសាងឡើងនៅសម័យចេនឡានៅក្នុងសតវត្សទី7ឬដើមសតវត្សទី8កសាងនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី1ប្រាសាទនេះបានជាគេហៅថាជាប្រាសាទស្រីគ្រប់លក្ខទំនងជាគេចង់សំដៅទៅដល់រូបចម្លាក់ឬរូបបដិមាទេពស្រីណាមួយដែលគេធ្លាប់ឃើញនៅទីនោះបន្ទាប់មកត្បិតការជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយគឺច្រើនជ្រើសរើសទីតាំងកន្លែងណាដែលជាប់ពាក់ព័ន្ធនឹងជំនឿដែលមានស្រាប់ដូចជារោងភ្នំឬទីទួលខ្ពស់ជាដើមដែលគេគិតថាជាទីជម្រករបស់ពួកអាទិទេពរស់នៅការកសាងប្រាសាទស្រីគ្រប់លក្ខនេះឡើងទំនងជាគេឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍និងពិសេសជាងនេះទៅទៀតប្រាសាទនេះក៏មាននៅសិលាចារឹកមួយផ្ទាំងដែលបានចុះបញ្ជីលេខ78ដែលជាសិលាចារឹកមួយសរសេរជាភាសាខ្មែរសុទ្ធមានចំនួន23បន្ទាត់អត្ថន័យនៅលើសិលាចារឹកការ78នេះបាននិយាយរៀបរាប់ពីការធ្វើដង្វាយរបស់មរតាញម្នាក់ដែលបានថ្វាយទៅដល់អាទិទេពតែគួរឲ្យសោកស្ដាយជាពន់ពេកដោយសារតែនៅលើសិលាចារឹកនេះមិនបានបង្ហាញពីឈ្មោះអាទិទេពអង្គណាមួយឡើយចូលមកដល់ប្លង់នៃប្រាសាទស្រីគ្រប់លក្ខជាប្រាសាទមួយដែលត្រូវបានស្ថាបនាឡើងនៅលើចង្កេះភ្នំបាសិទ្ធហើយប្រាសាទនេះមានតួប៉មមួយរាង4ជ្រុងទ្រវែងចំពោះទំហំនៃប្រាសាទវិញមានទំហំបណ្ដោយប្រមាណជា12ម៉ែត្រនិងទទឹង 8.45 ម៉ែត្រដោយងាកមុំប្រមាណជា2ឬ3ដឺក្រេទៅទិសខាងត្បូងចំណែកឯតួប៉មរបស់ប្រាសាទគឺបែរមុខទៅទិសខាងលិចនៅលើជញ្ជាំងប្រាសាទមានទ្វារបញ្ឆោតនៅតាមទិសទាំង3គឺទិសខាងកើតខាងជើងនិងខាងត្បូងហើយនៅតាមទិសនីមួយយើងក៏ឃើញមានឆ្លាក់រូបប្រាសាទវិមានអណ្ដែតនៅលើជញ្ជាំងនៃប្រាសាទនោះផងដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រាសាទនេះត្រូវបានស្ថាបត្យករកសាងឡើងក្រោមពីលើផ្ទាំងថ្មធម្មជាតិមួយរាងស្ដួយចុងជារបៀបត្រីកោណដែលភ្ជាប់ដោយរូងភ្នំធម្មជាតិតូចមួយនៅខាងក្រោមផ្ទាំងថ្មធម្មជាតិនោះបើយើងក្រឡេកមកមើលពីរចនាសម្ព័ន្ធនៃការកសាងរបស់ប្រាសាទនេះវិញយើងឃើញថាការកសាងប្រាសាទនេះគ
គឺគេប្រើប្រាស់ឥដ្ឋថ្មភក់និងកំបោរបាយអដើម្បីកសាងប្រាសាទនេះឡើងចំពោះឥដ្ឋត្រូវបានគេយកមកកសាងនៅលើតួប្រាសាទស្ទើរតែទាំងស្រុងដែលលើកលែងតែផ្លូវចូលរបស់ប្រាសាទប៉ុណ្ណោះដែលគេកសាងអំពីថ្មភក់ហើយចំពោះបច្ចេកទេសនៃការរៀបឥដ្ឋវិញយើងឃើញថាគេយកឥដ្ឋមកដុំរៀបបន្តគ្នាបន្ទាប់មកគេភ្ជាប់ឥដ្ឋដោយប្រើកាវដែលបានមកពីធម្មជាតិដូចជាជ័ររបស់ឈើឬក៏ទឹករបស់ឈើយកមកបិទបន្ទាប់មកគឺគេខាត់សាច់ឥដ្ឋនោះឲ្យស្អាតរាបស្មើនឹងណែនល្អជាមួយនឹងឥដ្ឋផ្សេងទៀតចំណែកឯថ្មភក់វិញត្រូវបានគេយកមកធ្វើជាផ្តែរស៊ុមទ្វារនិងសសរពេជ្ររបស់ប្រាសាទដោយហេតុថាថ្មភក់នេះពុំឆាប់បែកបាក់និងម្យ៉ាងទៀតថ្មនេះជួយទ្រទម្ងន់បានល្អហើយនៅពេលដែលឆ្លាក់នៅលើថ្មនេះវាធ្វើឲ្យមានភាពស្រស់ស្អាតហើយក្បាច់ដែលឆ្លាក់នោះមានលក្ខណៈច្បាស់ល្អយ៉ាងណាមិញក៏មានធាតុសំខាន់មួយទៀតដែរគឺកំបោរបាយអដែលកំបោរនេះគេយកវាមកបៀកទៅលើតួប្រាសាទទាំងមូលដើម្បីកុំឲ្យមានចន្លោះប្រហោងហើយវាធ្វើឲ្យប្រាសាទកាន់តែមានភាពស្រស់ស្អាតផងដែរប្រាសាទស្រីគ្រប់លក្ខណ៍ត្រូវបានកសាងឡើងនៅក្នុងរចនាបថព្រៃក្មេងនិងកំពង់ព្រះដោយសារតែផ្តែរនៅលើមេទ្វារចូលនៃប្រាសាទមានលក្ខណៈសិល្បៈស្ថិតនៅក្នុងរចនាបថកំពង់ព្រះរីឯផ្តែរដែលស្ថិតនៅលើទ្វារបញ្ឆោតវិញមានលក្ខណៈសិល្បៈស្ថិតនៅក្នុងរចនាបថព្រៃក្មេងទើបធ្វើឲ្យគេកំណត់រចនាបថប្រាសាទនេះដូច្នេះឥឡូវនេះយើងមកមើលពីក្បាច់ដែលចម្លាក់នៅលើផ្តែរសសរពេជ្រនិងហោជាងទាំងអស់គ្នាជាដំបូងយើងខ្ញុំនឹងធ្វើការអត្ថាធិប្បាយអំពីក្បាច់ចម្លាក់ដែលមាននៅលើផ្តែរជាមុនសិនពីព្រោះថាវាគឺជារឿងសំខាន់ដែលអាចនាំឲ្យគេកំណត់ពីរចនាបថរបស់ប្រាសាទនេះបានផ្តែរគឺជាដុំថ្មមួយដុំរាងចតុកោណដែលស្ថិតនៅខាងក្រោមហោជាងនិងទ្រដោយសសរពេជ្រមួយគូចំពោះផ្តែរដែលស្ថិតនៅលើមេទ្វារចូលនៃប្រាសាទនេះវិញត្រូវបានគេចាត់បញ្ចូលឲ្យស្ថិតនៅក្នុងរចនាបថកំពង់ព្រះដោយសារតែគេសង្កេតឃើញថាផ្តែរនេះមានលម្អដោយកម្រងមែកឈើដែលជំនួសឲ្យបន្ទាត់ធ្នូនៅក្នុងរចនាបថព្រៃក្មេងហើយនៅខាងចុងនៃកម្រងមែកឈើនេះមានលម្អដែលក្បាច់មែកឈើរាងកោងពុតឡើងលើជារាងគូតខ្យងលើសពីនេះទៅទៀតនោះនៅខាងក្រោមបន្ទាត់ធ្នូឬក៏កម្រងមែកឈើនោះត្រូវបានគេឆ្លាក់លម្អដោយក្បាច់ស្លឹកឈើរាងអង្ហៀនដែលមានលក្ខណៈជាទំពក់សំយ៉ុងចុះក្រោមចំពោះនៅលើក្បាលសសរនៃផ្តែរនេះវិញមានលម្អដោយក្បាច់មេដៃឬស្លឹកឈើដែលបន្តពីរចនាបថព្រៃក្មេងប៉ុន្តែបើយើងក្រឡេកទៅមើលផ្តែរដែលស្ថិតនៅលើខ្លោងទ្វារបញ្ឆោតនៃប្រាសាទនេះវិញយើងឃើញថាផ្តែរនេះគឺស្ថិតនៅក្នុងលក្ខណៈសិល្បៈអន្តរកាលគ្នារវាងរចនាបថព្រៃក្មេងនិងរចនាបថកំពង់ព្រះទៅវិញពីព្រោះថាផ្តែរនេះមានបន្ទាត់ធ្នូជាបន្ទាត់កោងតែមួយរាងសំប៉ែតត្រង់ហើយលម្អដោយក្បាច់មេដៃឬស្លឹកឈើចំនួនច្រើនហើយនៅខាងចុងនៃបន្ទាត់ធ្នូមានលក្ខណៈកោងចូលក្នុងលម្អដោយក្បាច់កម្រងមែកឈើចំណែកឯនៅលើក្បាលសសរនៃផ្តែរដែលគេនិយមឃើញមានចម្លាក់លម្អដោយសត្វមកកដែលមាននៅក្នុងរចនាបថសម្បូរព្រៃគុកត្រូវបានជំនួសដោយមេដៃធំៗនិងមានលក្ខណៈជាក្បាច់ស្លឹកឈើវិញម្ដងហើយចំពោះចម្លាក់ដែលនៅខាងក្រោមបន្ទាត់ធ្នូរបស់ផ្តែរនេះវិញយើងឃើញថា
មិនមានចម្លាក់លម្អដោយក្បាច់រំយោលនិងក្បាច់កម្រងមាលាដូចទៅនឹងរចនាបថព្រៃក្មេងនោះទេផ្ទុយទៅវិញយើងឃើញថាក្បាច់ចម្លាក់ដែលត្រូវបានគេឆ្លាក់នៅខាងក្រោមបន្ទាត់ធ្នូនេះបានជំនួសដោយក្បាច់ស្លឹកឈើរាងគូចខ្យងដែលមាននៅក្នុងរចនាបថកំពង់ព្រះទៅវិញដូច្នេះហើយយើងអាចសន្និដ្ឋានបានថាប្រាសាទនេះគឺស្ថិតនៅក្នុងលក្ខណៈសិល្បៈអន្តរការគ្នារវាងរចនាបថព្រៃក្មេងនិងរចនាបថកំពង់ព្រះបើយើងមើលទៅខាងក្រោមនៃផ្តែរយើងឃើញមានសសរពីរដើមនៅអមសងខាងនៃមាត់ទ្វារចូលសសរនេះគេហៅថាជាសសរពេជ្រសសរពេជ្រនេះមានរាងមូលនៅលើតួសសរពេជ្រមានលម្អដោយក្បាច់ស្លឹកឈើទាំងអស់និងមានវ័នចិញ្ចៀនចំនួន3ផ្នែកគឺផ្នែក1ភាគ2ផ្នែក1ភាគ4និងផ្នែក1ភាគ8ចំពោះវ័នចិញ្ចៀននៅលើផ្នែក1ភាគ2និង1ភាគ4យើងឃើញថាគេលម្អលើតួសសរនោះដោយក្បាច់ស្លឹកឈើហើយក្បាច់ស្លឹកឈើទាំងអស់នោះដែរត្រូវបានយកលំនាំទៅតាមផ្តែរនៃរចនាបថកំពង់ព្រះដែលមានរាងជាក្បាច់ស្លឹកឈើសុទ្ធដោយលែងមានក្បាច់រំយោលនិងកម្រងមាលាដូចមុនទៀតហើយចំពោះហោជាងដែលស្ថិតនៅផ្នែកខាងលើនៃផ្តែររបស់ប្រាសាទនេះវិញយើងឃើញថាហោជាងនេះធ្វើឡើងអំពីឥដ្ឋដូចនេះហើយទើបធ្វើឲ្យវារលប់អស់មិនអាចឲ្យយើងកំណត់ពីរូបរាងរបស់វាបានឡើយបើយើងនិយាយអំពីរូបចម្លាក់ប្រតិមានៅប្រាសាទនេះវិញយើងឃើញថាมันមានចម្លាក់ប្រតិមាណាមួយនៅសេសសល់មកដល់បច្ចុប្បន្ននេះឡើយប៉ុន្តែបើយោងទៅតាមប្រតិបត្តិសាលាចុងបូព៌ាបានបញ្ជាក់ថាមានប្រតិមាចម្លាក់លៀនស្រាលមួយដែលពណ៌នាអំពីព្រះសិវៈជិះលើគោនិន្ទិនិងព្រះវិស្ណុជិះលើសត្វហ្គារុដាដែលបានរកឃើញដោយបុរាណវិទូជនជាតិបារាំងនៅក្នុងឆ្នាំ1882ប៉ុន្តែវាលែងមានវត្តមាននៅក្នុងប្រាសាទនេះទៀតហើយស្នាដៃទាំងអស់នេះត្រូវបានបាត់បង់ឬក៏ខូចខាតទៅតាមពេលវេលាដោយសារតែកត្តានៃធម្មជាតិនិងសកម្មភាពរបស់មនុស្ស